cái lái này cái tục ấy cái cài cái lái này việc cài để vô chơi vô ấy việc cọp nông nằng tục sẽ mò cái cài hay vô chơi cọp nông nằng này thôi khang nam một cài nhung khangพวกnhà thôพวกnhà thôพวกấy ông ca vô đi tôi cái nung việc ấy nhà thô chiết cái sa về kia cha đợt bên này cái lái này việc cài đây không việc cài đốm không mua hay đi vô chơiบ่nhưng mà phục nó năng sai chơi cái chơi hay sao ta cái pro bóc nhóm chiêng pa rồi cái lắc hay việc càiเป็นลูกน้องนั่งลูกน้องนั่งมองไงจ้าเป็นลูกน้องนั่งอันนั้นviệc càiเปยยกเนี่ยอะไรพวกบล็อกไงจ้าเป็นในviệc việc càiเปยยกให้ไปโยมมันลูกนั่งให้ไปดักกำลังรอบร้อยเนี่ยเยี่ยมดักกำลังจ้ากำลังรอบร้อยเนี่ยเยี่ยมให้เนื้อแกะโอนน้ำมวยในครั้งนกเตี้ยนจังอันนี้โปรสมองเนี่ยพอให้จีนึงพอให้จี90สลักไงvà tặng áo bia của mui rồi chiêng salad đập phê tới bia phê bị do mai khô rồi tiếng tới việc bay tặng áo bị chum bay lúc còn bắt thoát tàng chẳng mùi chơi nè nè cha cái này được lấy đi con chẳng nào đi sát tận đông về cài lốp nè chơi về rồi bị do mai khô rồi nhặt bạc tịch tì áo hai bàn việc bị do mà cọp nông nông tặng áoนี่คือจีวิดีโอปิดได้để sau đi anh ấy sau cục mò bì anh ấy việc cục khô không ngheปริวิธีlấy đi nơi sau đi nhà lấy tay kia snap với nhá nè ผลคือใบขนองให้โยมือตั้งนี้คือดำสวายทุ่มคม ยำชุดจำตกแห้งอังจ้าปีนี้តំបន់នេះឃុំអីស្រុកតំបន់នេះពីដើមអតីតដែលខ្ញុំមករស់នៅនឹងឆ្នាំ2007ហ្នឹងគឺគេហៅថា404វរៈព្រំដែនភូមិធម្មជាតិភូមិធម្មជាតិហ្នឹងចាដល់ពេលក្រោយឡើងគេដូរដាក់375វិញហើយឥឡូវគេដូរដាក់ភូមិស្អីគេណាខ្ញុំលេងស្គាល់ហើយវាច្រើនភូមិពេកឥឡូវមិនដឹងភូមិអីទេប៉ុន្តែគេការដោះដូរហ្នឹងគឺដូររហូតហើយខ្ញុំនៅមកតាំងពីឆ្នាំ2007តាំងពីអត់មានផ្លូវរហូតដល់មានផ្លូវស្អាតមានអីស្អាតខ្ញុំរស់នៅធ្វើបានល្អគេដេញយកអស់មកឈូសឆាយលុបអស់លីងអត់មានសល់អីសោះដល់ពេលខ្ញុំកណាតវ៉ាឲ្យគេដេញចាប់ខ្លួនទៀតអញ្ចឹងខ្ញុំអត់បានក្នុងការដោះដូរសំបីតែបន្តិចគឺខ្ញុំមិនបានដែរព្រះអង្គចាស់ហើយពេលដែលគេឈូសឆាយអ្នកបងមិនស្រុតសម្លេងជើស្លាប់ទៅនេះរស់ទៅហើយខ្ញុំនឹងដើរលក់ខោអាវតាមខេត្តតាមភូមិខ្ញុំអត់បាននៅផ្ទះទេប្តីខ្ញុំនៅម្នាក់ឯងគេចាប់ដកទូរស័ព្ទហើយគេខាត់ខ្លួនប្តីខ្ញុំហើយទៅបានគេធ្វើការរុះជ្រុះហ្នឹងគេធ្វើការរុះ2ដល់10ម៉ោងប៉ុន្តែនេះអត់តន់អស់កន្លែងណាផ្ទះប្អូនខ្ញុំមកកន្លែងទៀតនៅខាងនោះគ្រាន់តែលឺថាឈូសផ្ទះហើយវាក៏ចុកបេះដូងទៅដេកនៅពេទ្យថៃគេវះឥឡូវហ្នឹងមិនដឹងងាប់រស់មិនទេឥឡូវហ្នឹងបាត់ហើយយ៉ាងមិនវាវេទនាវាដែលស្វែងធំហើយសំដៅណាមកគេឲ្យព័ត៌មានជម្រាបនេះគឺជាផ្លូវចូលទៅវត្តដែលគេបានវាយបែបលោកចូលទៅមើលវត្តនេះគេនៅជាប់នឹងផ្លូវជាតិតែថ្ងៃមកជួបបាយយ៉ាងណាកាលពីមុនគាត់ជាមេទាហាននិងជាអភិបាលរងខេត្តព្រះវិហារអាដាមសនថាវីមានលោកសុកអានណាជាវាយខេត្តក៏មកធ្វើបន់ដែរចាំមូលហេតុអីបានត្រូវដេញវត្តកំទេចវត្តបើកន្លែងវត្តជាកន្លែងបន់ដែរនោះគេសំអាងថាភូមិនេះជាភូមិអភិរក្សរបស់ប្រាសាទតំបន់អភិរក្សរបស់ប្រាសាទនិងទី1ទី2ការដោះស្រាយរបស់គេថាតំបន់នេះជាតំបន់សង្គ្រាមអញ្ចឹងគេត្រូវរុះរើនិងដេញជាជនចេញពីភូមិនេះចេញអត់ឲ្យប៉ះពាល់សង្គ្រាមកាលពីឆ្នាំ2009 2010គេយកលេសនេះដើម្បីដេញជាជនចេញពីភូមិតែតាមពិតយកប្រជាជនទៅនៅមុខសង្គ្រាមមិនដែរនៅទាំងចកាមីនរាល់ថ្ងៃនេះអត់មានផ្លូវដើរអត់មានអីនៅដូចស្វាអញ្ចឹងក្នុងព្រៃប្រជាជនពិបាកអ្នកខ្លះក៏មិនមានអីហូបបានតែជិះខ្លួនអ្នកខ្លះក៏ឆ្លងព្រំដែនទៅថៃលួចកាប់ឈើគេត្រូវគេបាញ់ស្លាប់នល់រហូតដល់គាត់ធ្វើតែគាត់ស្លាប់បាត់ទៅឲ្យបងប្អូនខ្ញុំមាន8នាក់មានកូនត្រីតែមួយបន្តពៅមានអាយុ9ឆ្នាំមានការលំបាកណាស់ខ្ញុំហើយនៅជួយមើលបងសូមតែការចិត្តដឹងចុះខ្វះទាំងអស់ខ្ញុំចេញមកពីស្រុកខ្ញុំអវិជ្ជាព្រោះខ្ញុំមករស់នៅតំបន់ទឹកដីឆ្មៃជ្រុំព្រ
ព្រោះខ្ញុំមានការក្រោធបាយ៉ាងខ្លាំងនៅពេលខ្ញុំរស់នៅបានបង្កបង្កើតផលក៏បានធ្វើបាបចេញបានកំតិចផ្ទះខ្ញុំរហូតដល់ខ្ញុំរហូតដល់ទៅលួចឆ្ពេកញូងពីទឹកដីសៀមរហូតដល់សៀមដេញមាញ់រហូតដល់ខ្ញុំខ្លាចលេងហ៊ានមកជន់ទឹកដីខ្មែរធ្វើបាបខ្មែរគាត់និយាយបារម្ភដែលនៅជាបារម្ភគ្នាទៅទៅនៅដែរខ្ញុំគាត់ចូលតែនៅជាមកញ៉ាំរឿងមកសាងគ្នានៅគាត់បាយជ្រូកហើយបានមកស្រីយំគាត់ខ្ញុំឃើញគាត់អារម្មណ៍មានដូចនេះលើថ្មីនឹងមកខ្ញុំនៅឡើយនៅទីនេះបានទីជាចាំបងស្រីមកទៀតចាំបងពួកយើងត្រូវតែទៀនតមកយកទៅសូមកថាញគុំគុណចាស់គ្រប់អង្គនិងចម្រើនពរញាតិញោមទាំងអស់ផងដែរថ្ងៃនេះគឺជាថ្ងៃទី3ខែ10ឆ្នាំ2014វេលាមក5មក9ជាងនេះគឺខ្ញុំកណ្ដាលថាភាពវិខុព្រឹងហ៊ួនរួមជាមួយនឹងគុណរុនសវណ្ណជាសកម្មជនការពារសិទ្ធិមនុស្សការពារសិទ្ធិមនុស្សឋានប្រជាពលរដ្ឋហើយការពារធនធានធម្មជាតិមានព្រៃឈើជាដើមហើយឥឡូវនេះគឺព្រះអង្គបាននិមន្តមកទស្សនាការបំផ្លាញវត្តទាំងមូលទាំងដល់នៅសតសាឡាសិនហើយស្ថិតនៅក្នុងឃុំស្អែមឃុំកន្ទួតកាលមុននៅស្ថិតនៅក្នុងឃុំកន្ទួតឥឡូវនេះគឺបានចូលក្នុងឃុំស្អែមភូមិស្វាយជ្រុំស្រុកចំសានខេត្តព្រះវិហារហើយបើតាមចុះមកដល់គឺបានឃើញជាពលរដ្ឋគាត់បានដាំស្វាយដើមដូងដើមខ្នុរដើមផ្សេងគឺធំហើយក៏រស់នៅតាំងពីឆ្នាំ2007មករហូតហើយបានទៅឈូសឆាយដីប្រកួតអស់ពីច្រើនខ្នងជាពលរដ្ឋនៅក្នុងភូមិស្វាយជ្រុំទាំងមូលហើយឥឡូវនេះគឺបានមកឈូសបន្តិចវត្តទៀតដេញទាំងលោកហើយនៅផលសាលាឆាន់យើងឃើញគឺសាលាឆាន់ធំណាស់បើតាមមើលទៅហើយជា30 ម៉ែត្រហើយបដោយទៅទឹងអាចទៅលើ20 ម៉ែត្រហើយក្នុងនោះគឺមានឃើញការឧបត្ថម្ភពីឯកឧត្តមសថាវីការពីដើមគាត់គឺជាអាបារងខេត្តព្រះវិហារឥឡូវគឺជាអាបាខេត្តបន្ទាយមានជ័យណាទៅគុណមានផ្ទៃយ៉ាងណាចំពោះការរំលោភសិទ្ធិមនុស្សឋានប្រជាពលរដ្ឋទាំងភូមិហើយទាំងវត្តទៀតហើយវត្តគឺជាគេហៅថាពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋហើយរដ្ឋាភិបាលលើកតម្កើងពុទ្ធសាសនានិយាយតាមពវិជ្ជានិយាយតាមទូទស្សន៍អីគឺលើកតម្កើងហើយប៉ុន្តែបែរជានៅក្នុងខេត្តព្រះវិហារបានឈូសបំផ្លាញយ៉ាងបំពេញរំលោភសិទ្ធិដល់ដីប្រជាពលរដ្ឋហើយវត្តទៀតគឺថាប្រហែលជាពលមាននេះគឺគ្មានបណ្ណាស្រ័យដល់គ្មានអ្នកដឹងទេណាហើយនេះគឺយើងមកចុះមកដោយផ្ទាល់ឥឡូវនេះព្រៃណាគឺព្រៃហ្នឹងដោយសារឈូសឲ្យដេញទៅវត្តឥឡូវចូលបណ្ណាសាភាពគឺមកទៅក្នុងភាសាអត់មានការមានវិធីបាត់ទាំងភូមិមកហើយភូមិខ្លះកាយជាព្រៃហើយគឺថាឈូសទាំងយប់ហើយខ្លងធាវត្តហ្នឹងគឺយកអា excavator ហ្នឹងមកទាំងយប់ហ្នឹងហើយជីកកប់ណាទៅក្នុងប្រទេសគូរមុនមកហ្នឹងគឺយកឃើញណាវិស័យពុទ្ធសាសនារបស់យើងមានតម្កើងទៅមុតបានតែ3មកផ្លាញណាការលឹងតែព័ត៌មានពីចងាយគ្រាន់តែបានដឹងបានយល់ក៏ប៉ុន្តែពុំបានឃើញពិតដឹងពិតនៅព័ត៌មាននិងហេតុការណ៍ទីកន្លែងដែលកើតឡើងពិតទេពេលនេះគណៈនេះក្រោយពីបានមកឃើញប្រជាពលរដ្ឋសហគមន៍ដែលទៅដេកយំទៀមទាស្វែងរកយុត្តិធម៌ផ្សេងនៅទីក្រុងភ្នំពេញនោះដែលគាត់លើកផ្លាកផ្ទះគាត់ដីគាត់ស្រែចម្ការគោក្របីដំណាំដាំដុះផ្សេងនៅត្រូវបានគេបំផ្លាញរួមទាំងលើករូបភាពប្រសង់ដែលត្រូវបានគេចាប់សឹកនិងលើករូបភាពវត្តផ្សេងដែលត្រូវបានគេឈួសកំទេចចោលយើងគិតថានោះគ្រាន់តែជាព័ត៌មានមួយដែលយើងដឹងពីចម្ងាយប៉ុន្តែពេលដែលយើងមកជិតឃើញពិតហ៊ូអ្វីដែលយើងឃើញគឺសឹងតែអ៊ូលដើមកតែម្ដងពួកគាត់ដែលជាម្ចាស់ទឹកម្ចាស់ដីម្ចាស់វត្តគាត់តែមកជឿនដីនេះគាត់ស្រែកយំពីចម្ងាយហើយយើងគាត់ទៅលឺគាត់យំយើងអ៊ូលដែរហេតុអីបានគាត់យំពីព្រោះអ្វីដែលគាត់អាសូរពុនពេកយំពុនពេកផ្ទះគាត់សូវយំណាគាត់មិនសូវសោកស្ដាយទេប៉ុន្តែពេលដែលគាត់មកជឿនដីវត្តបែរជាគាត់យំទៅវិញសួរតើហេតុអីពីព្រោះវត្តនេះកន្លែងនេះឯងជាមរតកខឿនវប្បធម៌ជាតិសាសនាសម្រាប់ពួកគាត់នឹងមកជួបជុំ
ខែបនខែទៀននៅក្នុងស្រុកនេះភូមិនេះឃុំនេះតាំងពីបរមបុរាណមកបើគិតទៅផ្ោះតាងឯកសារដែលបានបន្សល់ទុកនេះគឺយើងឃើញឈ្មោះឃើញគំនូឃើញការ៉ូអិតព្រមទាំងជញ្ជាំងហើយនឹងអរ៉ៃណែបន្ទប់ផ្សេងយើងឃើញឈ្មោះអ្នកធំហើយក្នុងនោះគាត់អះអាងថាអាយដាមសុកអានហើយកឋិនមកវត្តនេះបានជាង300លានរៀលដាក់កសាងក្នុងវត្តនេះគ្រាន់តែហើយកឋិនជាប់សពគ្រប់មិនទាន់បានប្រមាណផងវត្តនេះត្រូវបានគេដេញដោយយកលេសថាក្នុងព្រឹត្តិការណ៍បាញ់គ្នានៅប្រាសាទព្រះវិហារណាវត្តនេះនៅចម្ងាយពីប្រាសាទព្រះវិហារប្រមាណជាជាង10គីឡូហើយនៅជាប់ព្រំដែនអញ្ចឹងយើងសួរថាវត្តមិនមែនត្រឹមតែការពារវប្បធម៌អរិយធម៌ទនាមទលាប់ជាតិសាសនាទេវត្តប្រជាជនដែលរស់នៅតាមព្រំដែនក៏ជារបងខឿនសម្រាប់ការពារព្រំដែនទឹកដីណាมันអាចឲ្យព្រំដែនទឹកដីខ្មែរស្ងាត់ដោយគ្មានរបងការពារទេរបងការពារដែលរឹងមាំបំផុតគឺវត្តអារាមភូមិស្រុកប្រជាជនហើយចុះបើយើងដេញវត្តដេញប្រជាជនដេញភូមិស្រុកពីព្រំដែនទៅហើយវាមិនដូចជាបើកទ្វារបើកផ្ទះបើកអរ៉ៃណែដីធ្លីឲ្យចោលចេះតែចូលទេហីអញ្ចឹងកន្លែងនេះសូមឲ្យរដ្ឋាភិបាលពិចារណាឲ្យមែនតែនតាមដែលគាត់និយាយថាវត្តនេះភូមិស្រុកនេះគឺកើតយូរហើយជាភូមិចាស់តាំងពីក្រោយប្របាទជីវរ្ម័នប្របាទនរោត្តមសីហនុណាព្រះបរមកោដ្ឋនរោត្តមសីហនុទៀមទាប្រាសាទព្រះវិហារបានមកខ្មែរវិញគឺភូមិស្រុកវត្តអារាមចាប់ផ្ដើមកើតពួកដើម្បីអីដើម្បីការពារប្រាសាទផងការពារទឹកដីព្រំដែនផងតែឥឡូវនេះបែរជាមកដេញវត្តដេញប្រជាជនខ្ញុំកណាអាត្មាភាពអណោចអធមតាំងពីធ្វើការសង្គមតាំងពីចូលរួមការពារសិទ្ធិលំនៅឋានសិទ្ធិមនុស្សសិទ្ធិដីធ្លីមកទៅនឹងឃើញវត្តតំបន់នេះមួយឯងគេដេញវត្តដេញលោកហើយអាចារ្យវត្តត្រូវបានជាប់គុកវត្តនេះដោយសារគាត់តវ៉ាការពារវត្តហើយប្រសង់ត្រូវបានគេចាប់សឹកហើយក្នុងនោះមានដូនជីម្នាក់តាមដែលគាត់និយាយថាត្រូវបានស្លាប់ដោយសារវាអណោចអធមឬក៏ដោយសារបញ្ហាដែលកើតឡើងក្នុងអំពើអយុត្តិធម៌នៃការបណ្ដេញចេញពីលំនៅឋាននិងការវាយកំទេចវត្តអញ្ចឹងស្លាកស្នាមដែលនៅសល់នៅតែដីសាលាឆាន់រីឯកុដព្រះវិហារគឺកំទេចអស់ហើយតាមគាត់អះអាងថាមូលហេតុដែលគេមិនកំទេចសាលាឆាន់នេះគឺដោយសារមានឧបទ្ទហេតុមួយកម្មករដែលយកអេសកាវ៉ាទ័រយកអរ៉ៃណបថៅយកអីមកដុតមកកំទេចនឹងគ្រោះថ្នាក់ស្លាប់ហើយគេជំនឿជឿថានឹងមានបារមីអ្នកសច្ចាំងបាំងបាត់ឬក៏អំណាចនៃគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនោះជួយទ្រទ្រង់ដីនេះតំបន់នេះវត្តនេះជាភាសាបារមីលោកតានីនៅប្រាសាទព្រះវិហារកពូលភ្នំព្រះវិហារជាដើមដល់អញ្ចឹងទៅពួកអ្នកដែលស៊ីឈ្នួលមកបំផ្លាញផ្ទះបំផ្លាញវត្តហ្នឹងអត់ភ័យពួកគាត់ភ័យលែងត្រូវការលុយ5,000-10000មកកំទេចវត្តហើយរត់យកទៅព្រះអាយុក៏នៅសល់សាលាឆាន់នេះទៅតាមពិតជារូបភាពគឺគេមិនបន្សល់ទុកផាសតាងទេគឺត្រូវកំទេចចោលទាំងអស់ប៉ុន្តែឥឡូវនេះគឺនៅសល់ផាសតាងជាក់ស្ដែងដូច្នេះខ្ញុំកណាអាត្មាភាពសម្ដែងនៅការសោកស្ដាយអាណិតអាសូរដល់ប្រជាពលរដ្ឋដល់វត្តអារាមហើយជាពិសេសគឺទឹកដីព្រំដែនយើងចង់ឲ្យទឹកដីព្រំដែនវាអ៊ូអវាកោះកមានវត្តអារាមមានភូមិស្រុកมันអាចឲ្យទឹកដីព្រំដែនស្ងាត់ជ្ងំអញ្ចឹងទេអានឹងឯងដែលជាមូលហេតុធ្វើឲ្យបរទេសចេះតែលួចចេះតែចូលចេះតែទន្ទ្រានវាទីយកដីយើងនោះអញ្ចឹងសំណូមពរសូមឲ្យរដ្ឋាភិបាលពិចារណាការទាមទាររបស់ប្រជាពលរដ្ឋឡើងវិញស
សូមអាណត្តិមេត្តាស្ដាប់ប្រជាពលរដ្ឋផងអាណត្តិប្រជាពលរដ្ឋផងគាត់ត្រូវការអ្វីគាត់ចង់បានអ្វីតាមដែលគណៈអាត្មាភាពលើគឺគាត់ចង់មករស់នៅដីនេះវិញវត្តនេះវិញភូមិនេះវិញណាអញ្ចឹងបើរដ្ឋាភិបាលគិតថាជួយប្រជាពលរដ្ឋអាណត្តិប្រជាពលរដ្ឋអញ្ចឹងត្រូវតែប្រគល់យុទ្ធធម៌ជូនប្រជាពលរដ្ឋឡើងវិញទៅខ្ញុំគណៈអាត្មាភាពមានតែប៉ុណ្ណឹង គណៈអរគុណលោកគ្រូ